ព្រះបន្ទូលលើកទឹកចិត្តអាចប៉ះពាល់បានអត្ថបទគម្ពីរម៉ាថាយជំពូក26ខ26ដល់ខ29គ្រាដែលកំពុងតែបរិភោគនោះព្រះយេស៊ូវទ្រង់យកនំប៉័ងហើយកាលទ្រង់បានប្រទានពរនោះក៏កាច់ប្រទានទៅពួកសិស្សដោយមានព្រះបន្ទូលថាចូលយកបរិភោគចុះនេះហើយជារូបកាយខ្ញុំរួចទ្រង់យកពែងមកប្រទានពរក៏ហុចទៅឲ្យគេដោយព្រះបន្ទូលថាចូលបរិភោគពីពែងនេះទាំងអស់គ្នាចុះត្បិតនេះជាឈាមខ្ញុំគឺជាឈាមនៃសញ្ញាថ្មីដែលបានជ្រួតចេញសម្រាប់មនុស្សជាច្រើនប្រយោជន៍និងផ្ដាច់បាបតែខ្ញុំប្រាប់អ្នករាល់គ្នាថាពីនេះតទៅមុខខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេដរាបដល់ថ្ងៃណាដែលខ្ញុំនឹងផឹកជាថ្មីជាមួយនឹងអ្នករាល់គ្នានៅក្នុងនគរព្រះវរបិតានៃខ្ញុំសប្បាយចិត្តណាស់ដែលព្រះយេស៊ូវបានប្រទានអ្វីមួយមកឲ្យយើងដែលអាចប៉ះពាល់បាននិងអាចភ្លក់រសជាតិបានមុនពេលទ្រង់សុគតរស់ឡើងវិញនឹងយាងត្រឡប់ទៅនគរឋានសួគ៌ពេលខ្លះខ្ញុំចង់ឃើញការប្រព្រឹត្តជាជាងគ្រាន់តែស្ដាប់ឮពាក្យសម្ដីឬការស្ដាប់ឮរឿងនិទានខ្ញុំត្រូវការអ្វីមួយដែលអាចនិយាយទៅកាន់រាងកាយដែលជាឥន្ទ្រីទាំង5របស់ខ្ញុំជាអ្វីមួយដែលបង្ហាញដល់ខ្ញុំថានេះជាការពិតលោកអ្នកអាចប៉ះពាល់បានដោយខ្លួនឯងនោះហើយជាពិធីសម្ព័ន្ធវង្សបរិសុទ្ធនិងពិធីបុណ្យជ្រមុជទឹកដែលកើតឡើងដល់ខ្ញុំព្រះយេស៊ូវទ្រង់ប្រទានរូបអង្គទ្រង់មកដល់យើងតាមរបៀបនេះឯងដោយសារព្រះអង្គស្គាល់យើងត្បិតទ្រង់បានបង្កើតយើងព្រះអង្គយកព្រះទ័យទុកដាក់ចំពោះរូបកាយយើងដោយដែលទ្រង់យកព្រះទ័យទុកដាក់ចំពោះចិត្តយើងនិងវិញ្ញាណរបស់យើងដែររូបកាយរបស់យើងចិត្តគំនិតរបស់យើងនិងវិញ្ញាណរបស់យើងពិតជាសំខាន់ណាស់ចំពោះទ្រង់ដូច្នេះហើយទើបព្រះអង្គបានប្រទានរូបអង្គទ្រង់ដល់យើងក្នុងទម្រង់ដែលយើងអាចមើលឃើញដោយភ្នែកអាចប៉ះពាល់បាននិងអាចភ្លក់រសជាតិបានព្រះអង្គក៏ប្រទានការកំសាន្តចិត្តមកយើងដែរសប្តាហ៍ថ្ងៃនេះដើម្បីជួយយើងឲ្យរស់នៅរហូតដល់ថ្ងៃដែលទ្រង់នឹងយាងត្រឡប់មកវិញម្ដងទៀតហើយដោយការប្រទានអង្គទ្រង់ដល់យើងព្រះអង្គក៏ក្លាយជាគ្រឹះសម្រាប់រូបកាយយើងផងដែរតាមរយៈការប្រទានរូបអង្គទ្រង់ដល់យើងទុកដូចជាអាហាររបស់យើងព្រះយេស៊ូវបានចងភ្ជាប់យើងជាមួយទ្រង់ជារៀងរហូតគឺកាន់តែជិតស្និទ្ធលើសជាងអ្វីដែលយើងអាចនឹកស្រមៃដល់រូបកាយនិងព្រះលោហិតរបស់ព្រះយេស៊ូវដែលជាប់នៅលើឈើឆ្កាងនិងរូបកាយទ្រង់ដែលរស់ពីសុគតឡើងវិញគឺជាកម្មសិទ្ធិរបស់យើងជារៀងរហូតហើយយើងក៏ជាកម្មសិទ្ធិរបស់ទ្រង់ដូចគ្នាដែរសូមចូលរួមអធិដ្ឋានជាមួយនឹងយើងខ្ញុំអោព្រះអម្ចាស់អើយទូលបង្គំសូមអរព្រះគុណទ្រង់ណាស់អាមែនហេតុអ្វីបានជាលោកអ្នកធ្វើពិធីសម្ព័ន្ធវង្សបរិសុទ្ធប្រសិនបើលោកអ្នកគ្រាន់តែអានព្រះគម្ពីរហើយស្ដាប់ការអធិប្បាយតើមិនគ្រប់គ្រាន់ទេឬប្រសិនបើព្រះយេស៊ូវយាងមកជិតលោកអ្នកតើការនោះប្រាប់លោកអ្នកពីអារម្មណ៍របស់ទ្រង់ចំពោះលោកអ្នកដូចម្ដេចសូមអរគុណសូមព្រះប្រទានពរ